ជំរាបសួរកូនៗទាំងអស់គ្នាថ្ងៃនេះយើងនឹងមករៀនអំពីការសរសេរលេខដែលយើងនឹងសរសេរពីលេខ0រហូតដល់លេខ9ចានេះគឺលេខ0លេខ0ចាចាលេខ0លេខ1ចាតោះលេខ1គឺយើងធ្វើការទាញបន្ទាត់ត្រង់ឈរបន្ទាប់មកយើងគួចកន្លែងនេះបន្តិចមកចាហើយយើងទាញបន្ទាត់ត្រង់ដេកចាបន្ទាត់ត្រង់ដេកហើយយើងទាញបន្ទាត់ត្រង់ឈរតបមកទៀតយើងធ្វើការទាញបន្ទាត់ត្រង់ដេកចានេះគឺលេខ1ចាលេខ1កូនរៀនសរសេរទាំងអស់គ្នាលេខ2ចាមុនដំបូងយើងធ្វើការទាញបន្ទាត់ត្រង់ឈរហើយយើងគួចមួយមកបន្ទាប់មកយើងធ្វើការគូសបន្ទាត់ត្រេតឆ្វេងបន្ទាត់ត្រេតស្ដាំបន្ទាត់ត្រង់ឈរបន្ទាត់ត្រង់ដេកហើយយើងទាញបន្ទាត់ត្រង់ឈរឡើងទៅលើវិញចានេះគឺលេខ2ចាលេខ2តោះនេះគឺលេខ2លេខ3យើងទាញបន្ទាត់ត្រង់ឈរទៀតយើងគួចអញ្ចេះមួយបន្ទាប់មកបន្ទាត់ត្រង់ដេកបន្ទាត់ត្រង់ឈរហើយបន្ទាត់ត្រង់ដេកទៀតនិងបន្ទាត់ត្រង់ឈរចាឥឡូវយើងបានលេខ3ចាលេខ3នេះលេខ3កូនឃើញទេលេខ3លេខ4កូនធ្វើការទាញបន្ទាត់ត្រង់ដេកបន្ទាត់ត្រង់ដេកហើយយើងទាញអញ្ចេះមួយមកបន្ទាប់មកបន្ទាត់ត្រង់ឈរបន្ទាត់ត្រង់ឈរហើយយើងគូសបន្ទាត់ត្រេតស្ដាំចានេះគឺលេខ4ចានេះគឺលេខ4តោះកូនសរសេរហើយឬនៅចាលេខ4បន្តទៀតលេខ5លេខ5យើងទាញបន្ទាត់ត្រង់ដេកដដែលណាកូនចាហើយយើងគួចមួយបន្ទាប់មកយើងធ្វើការទាញបន្ទាត់ត្រង់ឈរហើយយើងគួចកន្លែងនឹងមួយហើយយើងទាញបន្ទាត់ត្រេតចាយើងបានលេខ5ចាលេខ5យើងទាញបន្ទាត់ត្រង់ឈរយើងគួចបន្តិចមកបន្ទាត់ត្រង់ដេកបន្ទាត់ត្រង់ឈរបន្ទាត់ត្រង់ដេកចាលេខ6ចាលេខ6
ឥឡូវយើងចាប់ផ្ដើមសរសេរលេខ7ម្ដងតោះមិញយើងសរសេរលេខ6ឥឡូវលេខ7ចាលេខ7គឺយើងទាញបន្ទាត់ត្រង់ឈរហើយយើងគួចមួយមកបន្ទាប់មកយើងសរសេរបន្ទាត់សំទោសយើងទាញបន្ទាត់ត្រេតឆ្វេងត្រេតស្ដាំហើយបន្ទាត់ត្រង់ឈរបន្ទាត់ដេកបន្តិចមកបន្ទាប់មកបន្ទាត់ត្រង់ឈរវិញចានេះគឺលេខ7បន្ទាត់ត្រេតបន្ទាត់ត្រង់ឈរគួចបន្ទាត់ត្រេតឆ្វេងបន្ទាត់ត្រេតស្ដាំបន្ទាត់ត្រង់ឈរបន្ទាត់ដេកចាបែបនេះក៏បានណាយើងទាញគួចមួយមកចាលេខ8ចាលេខ9នេះគឺលេខ9តោះកូនចេះសរសេរទេលេខ9តោះឥឡូវយើងគូមួយរបៀបទៀតចាបន្ទាត់ត្រង់ដេកគួចមួយមកបន្ទាត់ត្រង់ឈរបន្ទាត់ត្រង់ដេកបន្ទាត់ត្រង់ឈរបន្ទាត់ត្រង់ដេកចាអញ្ចឹងក៏បានដែរលេខ9ណាលេខ9ផ្ដើមសរសេរពីលេខ0រហូតដល់លេខ9ទាំងអស់គ្នាលេខ0តោះលេខ0ហើយលេខ1លេខ1តោះលេខ2លេខ2លេខ3លេខ4លេខ5លេខ6លេខ7លេខ8លេខ9តោះឥឡូវយើងរាប់លេខទាំងអស់គ្នា0លេខ1លេខ2លេខ3លេខ4លេខ5លេខ6លេខ7លេខ8លេខ9